Ram lo chim tiêu ba kana ba de tini khai mi ya ni khơi po a khming dum nương với ngư blang vinhនៅតាមបណ្ដាខេត្តចំនួនហើយរាជធានីភ្នំពេញសូមឲ្យដំលោកជំទាវចាត់ចែងរឿងនេះឲ្យបានកុំឲ្យប្រជាពលរដ្ឋធុញទ្រាន់បាត់ជំនឿលើយើងដដែលជាដដែលដាក់បានបន្តិចងើបបាទរឿងអីផ្សេងពិបាកធ្វើវាស្ងាត់អារឿងគ្រឿងញៀនរឿងអីនេះវាដូច7 8តែពួកអាស្មីស្ទាវកាប់ដើរនេះដូចជាមិនលំបាកធ្វើទេតាមមុខសញ្ញាវាចាប់ឲ្យជាប់ទាំងអស់បាទខ្ញុំប្រាប់តែដំកើតរត់មើលអាពួកចូលគុកនឹងកុំឲ្យលែងតើការអីហ្នឹងមើលបាទអញ្ចឹងគ្រឿងសមត្ថកិច្ចរបស់យើងទៅពុករឹងសូមឲ្យបកគលភារកិច្ចឲ្យស្នងការរាជធានីខេត្តជាមួយអាវុធហត្ថហ្នឹងចាត់ចែងពួកអស់ហ្នឹងមើលគ្មានខាតទេដាក់ពួកនេះចូលក្នុងគុកបាទវាធ្វើឲ្យបាត់ជំនឿទុកចិត្តលើប្រជាពលរដ្ឋមកលើយើងមហាជនមកលើយើងនៅពេលដែលឃើញប្រក្រាបបន្តិចឲ្យងើបឡើងវិញបែបនេះខ្ញុំគិតថាពួកនេះបេះអស់វាមិនមែនដូចពួក terrorist ដាច់ក្បាលមួយចេញអាក្បាលមួយទៀតទេវាក្រុមដដែលហ្នឹងដាក់ពួកវាប្រហែលអ្នកអាធំហ្នឹងបាទឥឡូវសូមអាដាមលោកជំទាវអភិបាលរាជធានីខេត្តទាំងអស់ដាក់ប័ណ្ណបញ្ជាចាត់ចែងដាក់ពួកអាហ្នឹងកុំឲ្យងើបបាទពួកខ្ញុំមើលក៏ហត់ដែរឃើញមួយរយៈទៅឥឡូវងើបឡើងវិញហើយអញញ៉ៃពេញហ្នឹងបាទជាពិសេសនៅរាជធានីភ្នំពេញឲ្យអាដាមស្នងការរាជធានីភ្នំពេញបានធ្វើការរំទាប់អាដាមអភិបាលរាជធានីជំរុញអាការងារហ្នឹងមុខសញ្ញាស្រាវជ្រាវយកទៅអាពួកជេរពួកអីយើងស្រាវជ្រាវរកឃើញដល់ពួកអានេះចេញមកកាប់ពេញភូមិយើងរកវាមិនឃើញមិនបាទឥឡូវមើលចាត់ចែងយ៉ាងហ្នឹងតិចថ្ងៃនេះខ្ញុំត្រូវរុញឲ្យក្រសួងយុទ្ធភ័ពដើម្បីធ្វើបង្ហាញអំពីសមិទ្ធផលរបស់យើងធ្វើកាលមុនមួយរយៈហើយទុកវាទុកឲ្យស្ងាត់ជ្រាបយើងផ្សាយវាមិនសូវទលំទលាយទៅបង្ហាញមហាជនអំពីការខិតខំប្រឹងប្រែងរបស់យើងហើយបង្ហាញអំពីទោសទណ្ឌរបស់វាហើយបង្ការធ្វើម៉េចអាពួកផ្សេងទៀតកុំឲ្យវាចេញប៉ុន្តែបើអាពួកផ្សេងទៀតវានៅក៏ឃ្លឿនចាត់ចែងវាទៅកុំទុកបាទកុំចាំខ្ញុំស្រែកពីកណ្ដាលទៅកុំចាំមហាជនស្រែកតាម Facebook ដាក់ភ្លាមងើបមួយដាក់មួយពួកអស់ហ្នឹងបាទឥឡូវសូមជួយចែករំលែករុញព័ត៌មាននេះឲ្យអាយដាមលោកជំទាវអាបាកណ្ដាលបាខេត្តទាំងអស់បាទហើយខ្ញុំតាមមើលខេត្តណាខ្លះមានការច្រើនជាងគេប្រក្រាបវាទៅអត់ខុសទេបាទអត់ខុសជាមួយនឹងឪពុកម្ដាយវាទេអត់ខុសមួយប្រជាជនទេអត់ខុសជាមួយច្បាប់ទេដាក់វាទៅបាទយើងមានកម្លាំងក្នុងដៃមានលុយក្នុងដៃមានមនុស្សក្នុងដៃមានច្បាប់ក្នុងដៃធ្វើពួកអាក្មេងៗនឹងមិនបែកយើងធ្វើម៉េចឥឡូវបាទឥឡូវសូមជំរុញធ្វើម៉េចពួកហ្នឹងវាកើតនៅក្នុងខេត្តនៅក្នុងរាជធានីទៅការងារហ្នឹងបាទខ្ញុំហត់ដែរតាមពិតឃើញក្រាបតិចទៅក៏សប្បាយចិត្តទៅឥឡូវងើបឡើងវិញខ្ញុំថាដាក់ឲ្យស្មើដៃតែម្ដងកុំតម្លាក់ដៃតាមបណ្ដារាជធានីខេត្តទាំងអស់គឺអាក្មេងទំនើងកាប់ចាក់ថ្ងៃនេះ